សួស្តីអាទិត្យនេះឈានដល់សប្តាហ៍ទី2នៃការបន្តចំណាត់ថ្នាក់របស់ Smartphone Poco S8 Ultra ដែលស្ថិតនៅគែមនៃការប្រុងប្រយ័ត្នខ្ពស់របស់ខ្លួនយើងបានដឹងហើយថា Smartphone ទៅប្រកាសថ្មីនេះមានលក្ខណៈបច្ចេកទេសល្អខ្លាំងមែនទែនដែលដើម្បីការពារខ្លួននិងត្រៀមក្នុងការប្រកួតប្រជែងចំណាត់ថ្នាក់បន្ទាប់មកក៏មានការប្រកាសខ្លួនរបស់ Smartphone ថ្មីមួយទៀតគឺ Galaxy Z3 Fold បន្តឲ្យវាមានសមត្ថភាពខ្លាំងក្លាដើម្បីប្រកួតប្រជែងឥឡូវបានឡើងមកកាន់ចំណាត់ថ្នាក់លេខ2រួចជាស្រេចហើយ Smartphone Samsung Galaxy A56 បន្តចំណាត់ថ្នាក់លេខ3និងតាមពីក្រោយដោយ Smartphone កំពូលលេខ4របស់ក្រុមហ៊ុន Apple គឺ iPhone 17 Pro Max កំពុងកើនប្រជាប្រិយភាពខ្លាំងនារដូវកាលឈប់សម្រាកប្រចាំឆ្នាំ Galaxy S25 Ultra Smartphone កំពូលរបស់ Samsung ធ្លាក់ចំណាត់ថ្នាក់ចុះមកកាន់លេខ5អាចមានលទ្ធភាពឈរនៅលើការផ្ដល់ចំណាត់ថ្នាក់ Smartphone កំពូលរបស់ OnePlus 15ចំណាត់ថ្នាក់លេខ6ផងដែរ Smartphone លំដាប់ថវិកាដែលនៅតែបន្តមានវត្តមានក្នុងចំណាត់ថ្នាក់លេខ7សប្តាហ៍នេះថ្មីត្បិតតែ Poco S8 Pro លំដាប់បង្គួរបន្តធ្លាក់ចំណាត់ថ្នាក់មកលេខ8វត្តមាន Smartphone របស់ក្រុមហ៊ុន Vivo គឺ X300 បានត្រឡប់មកវិញទទួលបានចំណាត់ថ្នាក់លេខ9តាមពីក្រោយដោយ Smartphone កំពូលទទួលបានការចាប់អារម្មណ៍តិចបំផុតសម្រាប់សប្តាហ៍ទី49នៃចំណាត់ថ្នាក់លេខ10សូមអរគុណ